បងប្អូនទាំងអស់គ្នាវីដេអូថ្ងៃហ្នឹងគឺមកញ៉ាំផ្លែស្ពឺបងប្អូនដោយសារតខានហូបយូរហើយបងប្អូនចំពោះផ្លែស្ពឺហ្នឹងបងប្អូនហើយមិនមែនថាផ្លែហ្នឹងវាកម្រវាអត់មានអីទេបងប្អូនគឺដោយសារតយើងវាចេះតែខ្វៀងអញ្ចឹងណាបងប្អូនខ្វៀងដែរបានហូបសោះហើយនៅសាអីអញ្ចឹងមិនមែនថាវាអត់មានណាបងប្អូនវាអាចមានដែរអញ្ចឹងណាបងប្អូនគ្រាន់ថាយើងវាអត់ដែលបានចាប់អារម្មណ៍ទិញវាយកមកហូបអីចឹងណាបងប្អូនដល់ពេលអញ្ចឹងវាទៅជាលក្ខណៈគេហៅថាខានហូបយូររហូតដល់ថ្នាក់គេហៅថា5-6 ឆ្នាំណាបងប្អូននិយាយទៅគឺខ្ញុំអត់ដែលហូបទេខ្ញុំខានហូបយូរឆ្នាំមែនតែនហ្មងណាបងប្អូនហើយចំពោះស្ពឺហ្នឹងគឺនេះគឺអ្នកនៅកន្លែងការងារខ្ញុំហ៎បងប្អូនគឺគាត់ឲ្យខ្ញុំទៀតមិនមែនថាខ្ញុំទៅទិញនឹកឃើញថាចង់ហូបអីទៅទិញអីគឺអត់ទេគឺអ្នកនៅកន្លែងការងារគាត់ឲ្យខ្ញុំមួយនឹងអញ្ចឹងណាហើយឲ្យមួយនឹងមើលទៅដូចរបៀបវិថាខានហូបយូរមែនតែនហ្មងដល់ពេលឃើញមួយផ្លែនឹងហើយគឺខានហូបយូរខ្លាំងមែនតែនហ្មងចំពោះផ្លែនឹងអញ្ចឹងណាឥឡូវគឺខ្ញុំបានយកវាមកចាត់ស្ដើងអញ្ចឹងណាបងប្អូនព្រោះដោយសារភាគច្រើនគឺខ្ញុំឲ្យតែញ៉ាំស្ពឺក៏ខ្ញុំចាត់ពីស្ដើងអញ្ចឹងហើយបងប្អូនហើយខ្ញុំចាត់ពីស្ដើងហ្នឹងគឺខ្ញុំយកវាទៅជ្រលក់អំបិលអញ្ចឹងណាបងប្អូននិយាយទៅគឺជ្រលក់អំបិលម្ទេសហើយមិនមែនថាផ្លែហ្នឹងវាជូរវាអីមិនទេតាមពិតផ្លែហ្នឹងវាអត់សូវជូរខ្លាំងហើយវាផ្អែមបងប្អូនផ្អែមហើយវាអាខ្លះក៏វាមានជាតិជូរតិចអញ្ចឹងណាប៉ុន្តែខ្ញុំចូលចិត្តជ្រលក់អំបិលម្ទេសដល់តែបានជ្រលក់អំបិលម្ទេសអញ្ចឹងបានឆ្ងាញ់អញ្ចឹងណារបៀបដូចថាស្អីក៏ដោយសូម្បីតែហូបស្ទ្រូប៊េរីក៏ដោយប៉ោមក៏ដោយទោះប៉ោមនឹងផ្អែមឬក៏មិនក៏ខ្ញុំនៅតែចង់ជ្រលក់អំបិលម្ទេសនិយាយទៅឲ្យតែបានជ្រលក់វាមានជាតិហឹលប្រៃហ្នឹងគឺចូលចិត្តហូបហ្មងបងប្អូនហើយនេះគឺអំបិលម្ទេសខ្ញុំណាបងប្អូនគឺខ្ញុំបុកឡើង1គីឡូទុកហ្មងនិយាយទៅគឺទុកវាដូចថាទុកចោលក្នុងបន្ទប់ហ្មងឲ្យត្រូវហូបគឺយើងយកវាមកហូបមានអីហូបអញ្ចឹងទៅយើងមានអំបិលស្រាប់អញ្ចឹងណាបងប្អូនគឺយើងបុកទុកឡើង1កំប៉ុងហ្មងបងប្អូនហើយនេះដាក់ម្ទេសច្រើនណាបងប្អូនឡើងក្រហមហ្មងណាបងប្អូនហើយមើលទៅគឺតំណងហ្មងណាបងប្អូនទាំងអស់គ្នានេះហើយអំបិលនេះគឺខ្ញុំបុកនិយាយទៅគឺខ្ញុំបុកលាយជាមួយនឹងបកាក្រៀមទៀតណាបងប្អូនហើយមើលទៅគឺតំណងឆ្ងាញ់ហ្មងបើយើងបុកលាយមួយបកាក្រៀមมันវាឆ្ងាញ់អញ្ចឹងណាបងប្អូនហើយនេះគឺខ្ញុំភ្លក់ឲ្យបងប្អូនមើលនេះគឺរសជាតិវាឆ្ងាញ់បងប្អូនហើយវាអត់សូវផ្អែមខ្លាំងទេបងប្អូនគឺវាមានជាតិផ្អែមប៉ុន្តែវាមានជាតិជូរតិចអញ្ចឹងណាបងប្អូនហើយឆ្ងាញ់មែនតើហ្មងបងប្អូនដោយសារតឆ្ងាញ់ហ្នឹងគឺមូលហេតុដោយសារយើងខានហូបយូរបងប្អូនដល់ពេលខានហូបយូរគឺវាឆ្ងាញ់ហ្មងអញ្ចឹងណាហើយនេះបងប្អូននេះគឺខ្ញុំភ្លក់ឲ្យបងប្អូនមើលអញ្ចឹងណាហើយរសជាតិវាគឺឆ្ងាញ់បងប្អូនគឺឆ្ងាញ់ខានហូបយូរគឺឆ្ងាញ់សម្រាប់ខ្ញុំគឺចូលចិត្តហូបស្ពឺដែរបងប្អូនដោយសារតភាគច្រើនការនៅក្មេងអីចឹងទៅគឺយើងចូលចិត្តហូបបងប្អូនដល់ពេលឥឡូវវាទៅជាលក្ខណៈគេហៅថាអត់សូវបានហូបវាកម្របានហូបចឹងណាបងប្អូនហើយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំបងប្អូនហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូនអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា